នេះជាការជួបជុំមួយដ៏ធំមែនទែននៅឥណ្ឌាដែលមានប្រជាពលរដ្ឋនិងបរទេសចូលរួមរហូតដល់ជិត80ប្រទេសឯណោះនេះគេហៅថាបុណ្យសាសនាដែលប្រារព្ធធ្វើនៅទីក្រុងម៉ាយ៉ាពូ West Bengal ឥណ្ឌាភាគច្រើនធ្វើនៅក្នុងខែកុម្ភៈបុណ្យនេះបងប្អូនណាភាគច្រើនធ្វើនៅខែកុម្ភៈដល់ខែមីនាជារៀងរាល់ឆ្នាំបុណ្យនេះគឺធំមែនទែនធំគឺគូណាបារីម៉ាដែលប្រារព្ធនៅទីក្រុងម៉ាយ៉ាពូនេះឯងបងប្អូនដឹងហើយការជួបជុំដ៏ធំនៅឥណ្ឌាគឺញ៉ាំអាហារបែបនេះមិនថាបរទេសដែលមកពីចម្ងាយទេគឺចូលទៅគឺទាមទារទម្លាប់គេជាមួយនឹងឥណ្ឌាគឺបែបនេះតែម្ដងអ្នកមិនត្រូវចេះក៏ត្រូវតែចេះដែរហើយសរុបសេចក្តីមកគឺបុណ្យនេះគេហៅថាបុណ្យគូណាពូរីម៉ាដែលតែធ្វើនៅខែប្រច័នពេញវង្សក្នុងខែពូលូគូម៉ាតាមប្រតិទិនរបស់ហិណ្ឌូបងប្អូនបើសិនបើតាមសន្និកវាធ្លាក់ប្រហែលនៅខែមីនាឬដើមខែមេសានឹងឯងគឺប្រារព្ធនៅទីក្រុងម៉ាយ៉ាពូបងប្អូនមើលម្ហូបអាហារនៅឥណ្ឌាទៅឡើងធ្វើឡើងម៉ត់ខៃហើយគេដាក់រាយតាមបងប្អូនប្រជាពលរដ្ឋតាមសាសនានីមួយចូលមកគឺរួមបូករួមចូលគ្នាតែម្ដងហើយបុណ្យដែលប្រារព្ធនៅទីក្រុងម៉ាយ៉ាពូបុណ្យនេះគឺធ្វើប្រហែលរយៈពេល1ខែកម្មវិធីវាច្រើនដូចជាគីស្តានម៉ាឡាហ្នឹងគឺរបៀបគេថាបុណ្យហ្នឹងគេច្រៀងបួងសួងសុំសេចក្តីសុខសុំរកសុខចម្រើនសុំជាផុតពីជំងឺទាំងឡាយទាំងពួងអញ្ចឹងណាបុណ្យហ្នឹងគេតែងតែច្រៀងចម្រៀងដែលតាមសាសនារបស់គេដែលមានចំណងជើងថាណាវ៉ាឌីប៉ាម៉ាឡាដាឡាប្រការាម៉ាពេលដែលច្រៀងប្រពហើយគេដើរបួងសួងមកឲ្យគ្រប់ទីកន្លែងទាំងអស់រួចហើយបានគេអង្គុយជុំគ្នានៅបែបនេះហើយបុណ្យនេះទៅប្រពហើយថ្មីក្នុងឆ្នាំ2026នេះឯងបងប្អូនណានៅក្នុងឆ្នាំ2026នេះទេកម្មវិធីចាប់ផ្ដើមនៅប្រហែលថ្ងៃទី13កុម្ភៈណាហើយបញ្ចប់នៅវិញទៅដើមខែមីនាពេលបុណ្យនេះចប់គឺបញ្ចប់នៅក្នុងដើមខែមីនាហ្នឹងឯងសរុបសេចក្តីមកបុណ្យសាសនាដ៏ធំបំផុតនៅម៉ាយ៉ាពូនេះគឺជាបុណ្យដែលធំបំផុតស្ទើរតែគ្រប់ជាតិសាសន៍ដែលបានមកចូលរួមនៅក្នុងនេះហើយគេសួរថាហេតុអ្វីបានទីក្រុងម៉ាយ៉ាពូដែលចូលចិត្តប្រារព្ធពិធីបុណ្យដ៏ធំនៅបែបនេះបុណ្យដ៏ធំនៅទីក្រុងម៉ាយ៉ាពូនៅឥណ្ឌានេះគឺប្រារព្ធទៅរៀបចំទៅឲ្យ international តែម្ដងបងប្អូនហើយដូចខ្ញុំនិយាយដែរអញ្ចឹងគឺមានប្រជាពលរដ្ឋនិងបងប្អូនចូលរួមស្ទើរតែគ្រប់ជាតិសាសន៍ប្រជាពលរដ្ឋចូលរួមនៅទីនេះប្រហែលខ្ទង់200000ទៅ500000នាក់ក្នុងមួយឆ្នាំបងប្អូនហើយនៅឆ្នាំខ្លះក៏អាចលើសពី500000នាក់ផងដែរបងប្អូនដឹងហើយថាឥណ្ឌាគឺគោរពនិងប្រពៃណីសាសនាគឺគោរពបានខ្ជាប់ខ្ជួនមែនទែនគឺប្រកាន់ខ្លាំងណាស់ចំពោះប្រពៃណីសាសនានីមួយហើយប្រជុំទៅដល់សាសនាជាច្រើននៅឥណ្ឌាយ៉ាងបែបនេះហើយបងប្អូនណាមិនមែនចូលរួមតែឥណ្ឌាបងប្អូនណានៅទីក្រុងម៉ាយ៉ាពូនេះណាគឺចូលរួមរហូតដល់80ប្រទេសឯណោះ80ប្រទេសជាងរហូតដល់80ជាងច្រើនមែនតើណាចូលរួមសាសនានេះណាហើយការញ៉ាំអាហារដើម្បីចូលរួមមកហើយគឺញ៉ាំអាហារជុំគ្នាបែបនេះគឺរបៀបនេះតែម្ដងគឺគោរពសាសនាហើយមកដល់ថ្ងៃនេះគឺមិនប្រកាន់ទេបងប្អូនគឺចូលញ៉ាំបែបនេះទាំងអស់គ្នាអ្នកដែលចូលរួមមកដល់ទីនេះហើយមិនចង់ក៏ត្រូវតែចង់ដែរគឺដើរបូជាទីបរិសុទ្ធប្ររីការ៉ាម៉ាច្រៀងបទការ៉ាទីទីគ្រីតាន់ខ្ញុំមិនសូវជាយល់ច្បាស់ទេបងប្អូនច្រៀងរួចហើយបានគេបួងសួងពិធីបួងសួងនិងបូជាព្រះគ្រីស្ទណាសរុបសេចក្តីមកបុណ្យនេះគឺជាបុណ្យដ៏ធំបំផុតដ៏ធំមែនទែនណាក្រោយពីការច្រៀងបួងសួងសូមសេចក្តីសុខបរិសុទ្ធរួចហើយនោះទើបគេអង្គុយជុំគ្នាបែបញ៉ាំអាហារជុំគ្នាបែបនេះឯងបងប្អូនទីនេះមិនប្រកាន់ទេមកដល់ទីនេះហើយគឺត្រូវតែគេធ្វើអ្វីទៅដូចគ្នាព្រោះសាសនានីមួយត្រូវតែមានប្រពៃណីទំនៀមទម្លាប់តែទៅគោរពដូចគ្នាណា